សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែករូបមន្តសម្រាប់ធ្វើនំក្រាក់ខេកណាទាំងអស់គ្នាជាដំបូងយើងត្រូវមានម្សៅនំទូទៅទាំងអស់គ្នាចំនួន120ក្រាមហើយគ្រឿងផ្សំបន្ទាប់ទៀតគឺយើងត្រូវការពងមាន់2គ្រាប់ទាំងអស់គ្នាយើងដាក់ទាំងផ្នែកក្រហមហើយនិងផ្នែកសហ្មងណាទាំងអស់គ្នាមួយទៀតកុំភ្លេចរែងម្សៅផងណាទាំងអស់គ្នាដើម្បីបានសាច់នំរបស់យើងគឺសាច់នំម៉ត់ល្អហើយវាអត់ដុំយើងធ្វើការកូរឲ្យពងមាន់និងម្សៅយើងចូលគ្នាមកតមកយើងធ្វើការដាក់ស្ករសតាមចំណង់ចំណូលចិត្តជាមួយនឹងអំបិលបន្តិចណាទាំងអស់គ្នាបន្ទាប់មកគឺយើងត្រូវការកូរល្បាយនឹងឲ្យចូលគ្នាទាំងអស់គ្នាឃើញថាប់ចឹងទាំងអស់គ្នាកុំបារម្ភណាយើងកូរឲ្យចូលគ្នាខាប់បែបហ្នឹងមកបន្ទាប់មកទៀតគឺយើងធ្វើការដាក់ទឹកដោះគោឆៅទាំងអស់គ្នាយើងដាក់ទឹកដោះគោឆៅគឺយើងដាក់ម្ដងបន្តិចណាយើងដាក់ម្ដងបន្តិចហើយយើងកូរហើយយើងដាក់គោឆៅម្ដងបន្តិចរហូតតតែសាច់នំរបស់យើងនឹងរាវអាចចាក់ធ្វើជានំក្រាបខេបបានណាទាំងអស់គ្នាចាខ្ញុំធ្វើការកូរហើយខ្ញុំដាក់គោឆៅម្ដងបន្តិចណាទាំងអស់គ្នាតមកទៀតគឺយើងធ្វើការសាច់នំរបស់យើងរាវអាចយកទៅចាក់នំបានហើយតមកទៀតគឺយើងធ្វើការរែងនំទាំងអស់គ្នាយើងចាក់រែងបែបហ្នឹងដើម្បីឲ្យបានសាច់នំរបស់យើងម៉ត់ស្មើគ្នាពេលចាក់ទៅឃើញស្អាតណាស់ទាំងអស់គ្នាអត់មាននៅសល់សាច់ម្សៅកកដុំទេពេលយើងរែងហើយគឺសាច់នំរបស់យើងបែបហ្នឹងណាទាំងអស់គ្នាតមកគឺយើងវាយគ្រីមសម្រាប់ដាក់នំណាទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចង់ចេះវាយគ្រីមអាចចូលទៅមើលវីដេអូរបស់ខ្ញុំមួយទៀតបានក្រាបខេរបស់យើងគឺខ្វះបានគឺតែរែនអញ្ចឹងយើងដាក់តាមចំណង់ចំណូលរបស់ចិត្តរបស់យើងតិចឬច្រើនអញ្ចឹងណាហើយសម្រាប់ការចាក់នំយើងលៃយ៉ាងម៉េចគឺធ្វើឲ្យសាច់នំរបស់យើងគឺស្ដើងពេលដែលយើងដាក់លើភ្លើងហើយឃើញប៉ងអត់ហ្នឹងគឺបានន័យថាសាច់នំរបស់យើងគឺឆ្អិនហើយសាច់នំរបស់យើងបានឆ្អិនហើយសាច់នំឆ្អិនរួចរាល់ហើយយើងធ្វើការដាក់គ្រីមដែលយើងបានវាយមុននឹងបន្តិចហ្នឹងចាំមកធ្វើការបាត់ដូចខ្ញុំតាមក្នុងវីដេអូហ្នឹងទៅនិយាយថាសាច់នំស្អាតហើយរសជាតិគឺឆ្ងាញ់ជាប់ចិត្តអត់សូវផ្អែមទេអ្នកទាំងអស់គ្នាអាចសាកធ្វើបានណា